បាទថ្ងៃនេះថ្ងៃសិលខ្ញុំមានវត្ថុស័ក្តិសិទ្ធិបាទដែលនៅសល់យូរដែរហើយអញ្ចឹងណាបាទតែមួយអង្គនេះនៅសល់តាំងតែពីខ្ញុំនៅលោកណាខ្ញុំបញ្ចុះមកគូតែគេយកទៅអស់មួយបញ្ចុះបញ្ញាក្អែក100ជាងមុខហ្នឹងហើយបទីលស្នេហ៍ហើយនឹងគុជព្រួតគុជមរោមគុជកឌីអញ្ចឹងទៅបាទហើយមួយនេះអត់បញ្ចុះទេណាអត់បញ្ចុះទេតែស្រោបហើយណាហើយក៏បានធ្វើកិច្ចដាស់ប្រសិទ្ធិហ្នឹងហើយអភិសេកត្រឹមត្រូវមួយនេះគេហៅខ្នាយវរបស់គេជូនខ្ញុំរបស់តៃសាបាទនេះជាខ្នាយដោះមរះពេជ្រតែរបស់ចាស់បុរាណលោកប្រើអញ្ចឹងណាដោះមរះស្រោបពេញខ្លួនតែម្ដងណាហ្នឹងហើយមកគូនេះមកទឹក2ហ៊ុនជាងណាមកទឹក2ហ៊ុនជាងតៃសាចាស់បាទហើយថ្មសម្លៀងមួយនេះគឺខ្ញុំបញ្ចុះបញ្ញាក្អែកបទាលមាសស្រួយហើយនឹងគុជព្រួតគុជមរោមគុជកឌីអញ្ចឹងទៅបាទមានតិចភ្លុកតិចឆ្អឹងដំរីអញ្ចឹងទៅឆ្អឹងខ្លាអញ្ចឹងដាក់ជុំគ្នាបាទគាត់ថាមួយគូនេះពិសេសបាទណាជាខ្នាយប្រហូតថ្នោលណាបាទចកោមវាខ្នាយវាប្រហូតថ្នោលទាំងពីរទាំងសងខាងនេះថ្មសម្លៀងជ្រូកប្រហូតថ្នោលបាទតែប្រហូតថ្នោលខ្ញុំជាវគេអស់ហើយវាឯមកគូនេះខ្ញុំធ្លាប់ផុសហើយណាដោះនឹងពូនច្រើនមែនទែនសាច់ក្រាស់របស់ខ្មែរយើងណាបាទមួយវិញដោះនឹងពូនដោះធំស្អាតណាហ្នឹងហើយដោះឡើងក្តាញ់បាទអញ្ចឹងខ្ញុំផុសចែកជាវក្នុងថ្ងៃសិលនេះបាទរស្វែងរកអ្នកមានបនិស័យស្រឡាញ់ពិតគោរពពិតវត្ថុស័ក្តិសិទ្ធិដូនតាខ្មែរយើងណាអបិយជំនឿជឿជាក់ទៅលើខ្នាយតាន់ចែកតាន់ឬក៏ខ្នាយជ្រូកចង្គមជ្រូកគឺការពារខ្មោចព្រាយបិសាចរយៈអ្នកតាអញ្ចឹងទៅហើយនឹងការពារនៅអាវុធយុទ្ធភ័ណ្ឌដូចជាសង្គ្រាមធ្វើសង្គ្រាមអញ្ចឹងបាញ់បោះគ្នាអញ្ចឹងទៅបាទលោកតែងតែប្រើខ្នាយតាន់ចង្គមខ្លាចង្គមអីហ្នឹងបាទអញ្ចឹងស្រឡាញ់ពេញចិត្តអាចចែកជាវបានស្រឡាញ់មួយអង្គណាក៏ជាវដែរណាបាទបាទអញ្ចឹងថ្ងៃនេះអត់មានអីទេមានតែរបស់វត្ថុស័ក្តិសិទ្ធិចាស់ដែលខ្ញុំគោរពថែសារមកសល់ក៏សូមបង្ហោះក្នុង YouTube ដើម្បីបង្ហាញដល់អស់លោកដែលមានបនិស័យស្រឡាញ់នៅវត្ថុស័ក្តិសិទ្ធិបាទដូនតាខ្មែរយើងណាមានបនិស័យអាចចែកជាវបានបាទរបស់នេះខ្ញុំអាចធ្វើកិច្ចរួចហើយណាបាទធ្វើកិច្ចដាស់ប្រសិទ្ធិណាគុំធាតហើយអភិសេកហ្នឹងទៅបាទតាមអ្វីដែលយើងចេះអ្វីដែលយើងរៀនហ្នឹងទៅបាទអញ្ចឹងណាបាទអញ្ចឹងនៅថ្ងៃសិលនេះសូមប្រសិទ្ធពរជ័យ4ប្រការគឺអាយុវណ្ណៈសុខៈបលៈបដិទនៈកំបីគ្លៀងឃ្លាតឡើយសូមអស់លោកណាបានមើល YouTube នេះហើយសូមមានលេបមិនជ័យហេងទាំងអស់គ្នាបាទសាធុ